សកម្មភាពកូនជាងគាត់ធ្វើការនៅហាងកាត់ដេរអ៊ីណាម៉ូតបងប្អូនជាទូទៅបងប្អូនការធ្វើការមួយគឺយើងចំណាយពេលច្រើនសម្រាប់ផលិតសម្លៀកបំពាក់ឲ្យបងដើម្បីសោភ័ណភាពនិងសម្រស់នៃសម្លៀកបំពាក់មួយគឺយើងចំណាយពេលច្រើនគឺសង្កត់ថាមួយថ្ងៃគឺយើងបានតែមួយអាវដូចគ្នាដែរបងប្អូនចំណាយមនុស្សម្នាក់គឺយើងបានតែមួយអាវទេណាសម្រាប់មួយថ្ងៃបងប្អូនសង្កត់ថាពេលខ្លះមួយថ្ងៃគឺអត់ទាន់ទេបងប្អូនគឺអាវឈុតខ្លះគឺយើងចំណាយពេលទៅមួយថ្ងៃពីរថ្ងៃបីថ្ងៃក៏មានដូចគ្នាដែរបងប្អូនការដេរសម្លៀកបំពាក់មានតែបងជាងដេរដូចគ្នាទេដែលគាត់យកអារម្មណ៍មួយនឹងបងប្អូនដែលគាត់មកធ្វើការកម្មង់អីវ៉ាន់ខ្លះគឺគាត់ចង់បានម៉ូដសាមញ្ញធម្មតាគាត់យល់ថាការងារនេះគឺអត់មានម៉ូដទេគឺធម្មតាយើងអាចចំណាយពេលលឿនសម្រាប់ផលិតសម្លៀកបំពាក់ជូនគាត់តែតាមពិតទៅគឺឆ្លងកាត់ដំណាក់កាលជាច្រើនសម្រាប់សម្លៀកបំពាក់មួយឈុតសម្រាប់បងដូចគ្នាដែរជាទូទៅបងប្អូនការកាត់សម្លៀកបំពាក់យើងចាប់ផ្ដើមពីការធ្វើពុម្ពឡើងទៅបងប្អូនការធ្វើពុម្ពរួចរាល់គឺយើងយកពុម្ពសម្រាប់កាត់យកមកដាក់ពីលើកណាត់ដើម្បីយើងធ្វើការកាត់ទើបយើងទៅដល់ជាងដេរក៏ធ្វើការអ៊ុតកែវមួយតង់ទៀតសម្រាប់ឈុតនីមួយបងប្អូនមិនមែនជាប្រភេទអាវដែលយើងកាត់រួចរាល់គឺយើងយកមកដេរតែម្ដងទេបងប្អូនគឺយើងនៅចំណាយពេលយកទៅអ៊ុតកែវមួយតង់ទៀតណាហើយការអ៊ុតកែវនៅកន្លែងខ្ញុំគឺខ្ញុំអ៊ុតពីចុងជើងឡើងទៅលើបងប្អូនដើម្បីយើងបកជើងយកតែម្ដងគឺយើងអត់គុណប្រភេទជើងក្រោមទៀតទេតែវាមានម៉ូដខ្លះគឺគុណដូចគ្នាដែរហើយប្រភេទទូទៅខោអាវគឺខ្ញុំធ្វើបកប៉ុងដូចគ្នាដែរបងប្អូនដូចជាប្រភេទអាវដែលកំពុងដេរនេះគឺយើងបកកាវរួចរាល់ហើយជើងក្រោមគឺពេលដែលយើងដេរយើងអ៊ុតគឺស្អាតយកតែម្ដងណាបងប្អូនអញ្ចឹងបានន័យថាជាទូទៅខោអាវគឺយើងផលិតចេញទៅមួយឈុតគឺយើងចំណាយពេលច្រើនចាប់ផ្ដើមពីធ្វើពុម្ពយើងយកពុម្ពមករៀបលើកណាត់ដើម្បីបានប្រភេទអាវមួយយើងយកកូនជាងគាត់យកទៅអ៊ុតកែវបន្ថែមមួយជាន់ទៀតយើងទើបសម្រេចយកទៅដេរណាបងប្អូនហើយការដេរបើសិនជាមានម៉ូដច្រើនគឺយើងចំណាយពេលទៅដល់2ថ្ងៃទៅបានមួយអាវដូចគ្នាបងប្អូនហើយការដេរគឺយើងចំណាយពេលច្រើនបងប្អូនមិនអាចថាម៉ូដស្រួលយើងចំណាយពេលតែ2-3ម៉ោងយើងអាចធ្វើបានទេបើសិនជាការងារដែលធ្វើទៅលឿនគឺយើងមិនអាចព្រឹបព្រៀងបានស្អាតជូនបងដូចគ្នាដែរហើយនេះគឺជាប្រភេទអាវដែលភ្ញៀវគាត់ធ្វើការកម្មង់កាត់ពីខាងខ្ញុំកំពុងតែដេរដែរបងប្អូនហើយការដេររបស់ខ្ញុំគឺខ្ញុំធ្វើការដេរមួយលេខជុំវិញបងប្អូនហើយថ្នាក់ដេរគឺខ្ញុំទុក4លេខណាបើសិនជាបងដែលគាត់មានតម្រូវការកាត់ឲ្យគាត់ចង់បានថ្នាក់ធំនោះស្រ័យតែបងគាត់ធ្វើការកម្មង់ពីខាងខ្ញុំដូចគ្នាដោយសារជាទូទៅគឺខ្ញុំទុកតែ4លេខទេបងអាចឡើងគីឡូយើងអាចសេរីបញ្ចេញបញ្ចូលបានដូចគ្នាណានេះគឺជាប្រភេទអាវចងពងបងប្អូនអាវមួយប្រភេទនេះគឺយើងមានម៉ូដបន្ថែមពីលើទៀតតែនេះគឺជាតួអាវបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន